បាទពណ៌លេខនេះពីរខ្ទង់ចែកពីរខ្ទង់ដូចគ្នាចឹងខ្ញុំកាលណានេះពីរខ្ទង់ត្រូវមើលចុចពីរខ្ទង់ឡើងណាយើងមិនអាចមើលខាងនេះតែមួយខ្ទង់បានទេចាខាងនេះពីរខ្ទង់ហើយកន្លែងទូចែកចឹងត្រូវមើលពីរចឹងកាត់ខាងនេះកាត់ខ្ទង់តិចបំផុតត្រឹមពីរខ្ទង់ឡើងហើយគេឃើញថានេះ80អានេះ10យើងអានេះ8កាត់ត្រឹមនេះ8នេះ10ចឹង8ទៅជាង10យើងអាចកាត់ត្រឹមនឹងបានទេកាត់ត្រឹមនេះអស់ហ្នឹងមកពី80ចែកនឹង10ចឹងយើងត្រូវគុណមេ10ថា10ប្រហែល10ស្មើ80ចឹងអាចឲ្យសិស្សមើលតារាងមេលេខឬគាត់ឲ្យសូត្រឬគាត់សូត្រទៅឬគាត់ឲ្យធ្វើការគុណឯងមកគាត់ចេះគាត់គុណស្មានមកហើយគាត់ធ្វើសារលេខគុណគិតគុណឯងមក10ម្ដង10ចឹងទៅរហូតដល់10គុណនឹង8ស្មើ80ចឹងទៅចឹងគេថា10គុណនឹង8ស្មើ80ចឹងយើងដាក់នៅ8នេះជាផុសចែកហើយយើងដាក់8ដងហ្នឹងដល់វិញគុណត្រឡប់ទៅវិញ8ម្ដង0 8ដង8នឹងការដកចឹងធ្វើបែបហ្នឹងទីចែកយើងធ្វើបែបហ្នឹងរហូតមិនថាលេខមកបានខ្ទង់ទេបើសិនជាលេខនេះលេខខ្ទង់ច្រើនដល់25នេះក៏30ចុះនេះចឹងយើងមិនអាចសូត្រធម្មតាទេបានហើយបើយើងសូត្រចេះចឹងធ្វើការគុណស្រីសេដៃមក25ម្ដងបានមកខ្ញុំថតលេខនេះច្រើនខ្ទង់3ខ្ទង់និង2ខ្ទង់យើងមើលដូចគ្នានេះ2ខ្ទង់យើងត្រូវមើលនេះ2ខ្ទង់សិនដែរតែ2ខ្ទង់នេះ15បើយើងគិត2ខ្ទង់នេះអានេះ25ចឹងនេះធំជាងហើយចាំមិនអាចយកត្រឹមនឹងបានទេត្រូវកើបខ្ទង់ទៀតតែមកយើងមើល25ចែកមើល50យើងមិនចេះសោតទេមិនអត់ចេះដល់ប្រហែលដងចឹងធ្វើការគុណនៅក្រៅមើលគុណរីវរើមើលនេះគុណរីវមើលទៅ25ដង25គុណ2បានអាចឲ្យសិស្សសរសេរគិតខាងក្រៅខ្លួនឯងណាគាត់ស្មានមកចឹងគុណនឹង2គុណនឹង3គាត់គុណនឹងតែថាគាត់គុណគាត់ស្មានគុណនឹង4ចុះគាត់គុណនឹង4បូក5ដង20ដល់2 4 2ដង8 2 10ចុះបាន100អានេះ150ចឹងនឹងខ្វះទៀតគុណនឹង4ដងណាគាត់អាចតម្លើងលេខហ្នឹងទៅគុណនឹង5ដងវិញសាក់គុណនឹង5ដងមើលវាចិត្តស្មើនេះគុណ5ដងហើយ5ដង25ដល់2 5 2ដង10ដង2 12គេបាន125អានេះ150នៅតែអត់ស្មើទេនៅតែអត់លើសអាចយើងគុណថែមមក30ម្ដងទៀតមើលយើងសាក25គុណនឹង6គេដាក់6 5ដង30តែ13 6 2ដង12 12 8 15ចឹងមកទីចែកទៅទៀតមកទីគុណចឹងយើងចេះមកទីគុណនេះសម្បត្តិហ្នឹងចឹង150នេះ150គឺវាស្មើហើយអាចដាក់បានហើយយើងដាក់មួយដងគឺ6ដងទេចឹង25 6ដងស្មើ150យើងដាក់6ដងទៅមកសូត្រដល់6ដង30ចូលសូត្រដល់13 1 2ដង12 12 3 15ចឹងធ្វើការដកមកទៅយើងអនុវត្តបែបហ្នឹងរហូតណាភាសាសាស្ត្រយើងនៅទូចព្រោះអត់សូវចេះមេលេខទេមេលេខធំអញ្ចឹងឡើងខ្ទង់អញ្ចឹងយើងអត់អាចសូត្រមុតទេបានទេគឺធ្វើការគុណស្មានអញ្ចឹងហើយយើងព្យាយាមរកលេខស្មានមកយកឲ្យគាត់គុណលេខទៅទូជាងបន្តិចឬក៏ធំជាងបន្តិចដើម្បីគាត់ដឹងយូរទៅគាត់អនុវត្តទៅគាត់ដឹងហើយចេះស្មានថាដាក់ផាយប្រហែលដងហើយមានដំបូងយើងរៀនយ៉ាងសិនទៅគាត់នឹងចាប់បានទៅចំណុចការបានទីចែកហើយការចែកដូចគ្នាយ៉ាងមិនថាលេខម៉ានខ្ទង់គឺអនុវត្តដូចគ្នានឹងគឺធ្វើចឹង